សូម្បីតែណែឯងដូឧបនាយករដ្ឋមន្ត្រីអនុជិញដែលជាឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីមហាផ្ទៃក៏ណែឯងផ្ដាំមកខ្ញុំដែរណែឯងសូម្បីតែគ្នារបស់ណែឯងក្បត់ទៅហើយតើជាមួយខ្ញុំណែឯងហ៊ានក្បត់ទេច្បាស់ជាហ៊ានក្បត់ថ្ងៃទី15ណែទៅចាំបានផ្ដាំតាមមនុស្សម្នាក់ថាដូអនុជិញចេញពីរដ្ឋមន្ត្រីមហាផ្ទៃដើម្បីយកក្រសួងមកឲ្យធ្វើថៃកាន់ខ្ញុំសូមជម្រាបណែឯងខ្ញុំបានប្រាប់ទៅណែឯងវិញថាដូគេប្រយ័ត្នគេដូខ្លួនឯងហើយណែឯងរងចាំមើលទៅនៅលទ្ធផលហើយប្រសិនបើណែឯងបើហ៊ើនខ្ញុំនឹងលាតត្រដាងទាំងអស់នៅអ្វីដែលណែឯងនិយាយជាមួយខ្ញុំរាប់ទាំងការប្រមាថព្រះមហាក្សត្ររបស់ណែឯង